បាទជំរាបសួរបងប្អូនអ្នកលេងកន្លែងអាចទាំងអស់គ្នានេះជាសកម្មភាពទាំងស្រុងការបង្ហោះខ្លែងរបស់ធីមបឹងទំពុននៅក្នុងភ្នំពេញយើងហើយនេះខ្លែងយកមកដល់វាលអត់មានខ្យល់លេងឡើងទៅ3 4ខ្លែងនៅងីងើហើយបើពួកខ្ញុំមកក្រោយនេះក៏អត់ហ៊ានឡើងដែរចាំមើលខ្យល់តែតបបានមួយទូក្រោយមកមានខ្យល់តែមានខ្យល់ឡើងនាងស្ទើខ្យល់មាននេះទេឡើងនៅងីងើស្ទើដែរឡើងចុះខ្យល់ខែនេះគឺបាក់លេងតិចមានខ្លាំងក៏អត់ដាក់ដាច់ប៉ាត់យកទៅហ្មងមើលខ្លែងអត់ហ៊ានបន្លាយខ្ពស់ទេខ្លាចខ្យល់មុនភ្លៀងអីមកនុកទាញម្លាក់វិញត្រូវឡើងចុះដល់គ្នានេះពីរអ្នកបងគាត់អស់ខ្វាយគ្នានេះពីថាឡើងចុះខ្យល់វាអត់ស្មើដូចខែកដឹកដូចចោលពីបងហ្នឹងហើយមេឃក៏មិនសូវស្រួលបានទេមេឃមើលនៅក្នុងពេញវងភ្លៀងណាតែឡើងខ្លែងអត់អីភ្លៀងឡើងងឹតពេញហើយតែឡើងមកខ្លែងក៏អត់អីតែចាំមើលចុងវីដេអូដឹងហើយអត់ភ្លៀងហើយចុងវីដេអូឡើងធ្ងន់ហ្មងថ្ងៃហ្នឹងភ្លៀងវាពាត់ហើយលេងវាមកលាំងយើងពេលវងលេងណាហើយនេះមើលថតពេលភ្លៀងក្នុងពេញវងភ្លៀងសស្គុះមើលគេមានចង់ឃើញទេតែហោះនេះហោះទាំងបុកពុះដែរនេះខ្លាចខ្យល់ព្យុះមកព្រោះថាខ្យល់មុនភ្លៀងនេះគឺសាហាវបោកវាយខ្លែងរំលាក់ខ្ទេចខ្ទីឆ្អឹងមិនក៏ទប់ជាប់ដែរមើលភ្លៀងឡើងងឹតឈឹងហ្មងហើយខ្លែងឃើញមេឃយើងអត់ទួលទៅដាក់ខ្សែវែងឡើងពោះណាណីមេឃយកដល់ងឹតមកដើហើយមេឃnhưខ្លែងនោះពោះណាណីយក300-400 ម៉ែត្រដែរខ្លែងនេះបាទនេះចូលដល់សកម្មភាពជាក់ស្ដែងហើយពេលខ្យល់ពេលមេឃធ្វើស៊ីភ្លៀងពាត់ចុះពាត់ឡើងមកកដាលដែរសบายដល់ហើយមួយសบายអស់តោះបានលេងនឹងភ្លៀងយ៉ាងមិនធម្មតានេះលេងដឹងហើយហើយមានខ្យល់គឺដឹងតឡើងភ្លៀងក៏លេងដែរ